rồi mặt mờ này ghê ui ui là nó đây xong mình cho Hello ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាមួយនឹង plush doll មួយ Winnie plush doll ដែលខ្ញុំទៅតែឈ្នះ lucky draw ពី trendy videos so yeah here ក៏ដាក់ថង់ pop មកខ្ញុំទៀតហើយ here yes ខ្ញុំបានគឺ Winnie plush doll ជាមួយនឹង Labubu X FIFA World Cup 2026ហ្នឹងវាជា limited edition មួយដែរសម្រាប់ជាមួយនឹង Labubu គាត់ collab ជាមួយនឹង FIFA World Cup ហើយ yes ខ្ញុំvote ជាមួយនឹង Xpine អញ្ចឹងក៏ស្លឹកឆ្នោតខ្ញុំនៅក្នុងហ្នឹងហើយគាត់ក៏ចាប់បានដែរជាមួយនឹងខ្ញុំជាអ្នកឈ្នះមាន collection FIFA មានទាំងបតោងដាក់កាសមានទាំង crush body lanyard ឬក៏ជាមួយនឹងនិយាយទៅ collection FIFA មានទាំងអស់អត់តែជាមួយនឹងនេះមួយទេគាត់នេះមួយទិញបានទូចច្រើនប្រអប់អញ្ចឹងខ្ញុំសុខចិត្តទិញទូចអត់ទិញធំទេតែឥឡូវ yes it's coming on my hands thank you trendy again oh my god ខ្ញុំអត់ចង់បើកទេនេះប៉ុន្តែបើអត់បើកមិនកើតទេ so yes let's see yes បើកមកដំបូងនេះគឺមានកាតរបស់គេ here wow កាតរបស់គេស្អាតមែនតើរបៀបពណ៌ប្រាក់ here this one's called Catch the Wind the Monster X FIFA World Cup 2026ចឹងយើងបើកមកwow អានេះគេមានពីរជាន់ពណ៌ប្រាក់ដូចគ្នាOh my god, it's coming. Wow. Packaging is out in it. Here. Wow. Wow. So let's see. Oh, so smooth. Here's. Oh my god. Hey. Nhưng mà cắt bị chênh xuống. So yes, take this out.នេះរបស់គេមកជាមួយនឹងថង់សបពៀន Yeah, oh my god. នេះពៀនគេធ្ងន់ណាស់ណាដោះចេញបានអត់មកដោះចេញបានទេគេដេជាប់ហី Here the trophy of FIFA World Cup ធ្ងន់មែនតើអាចនឹងរបៀបគេដាក់ជ័រហើយគេបាញ់ថ្នាំហ្នឹងខ្ញុំអត់ដឹងដែរហើយ yes oh so much detail គេមានស្បែកជើងតែអាចដោះចេញបានដោះចេញបាននេះចឹងពាក់ឲ្យគេវិញទេហើយឈុតរបស់គេក៏ស្អាតដែរលក្ខណៈគឺរបៀបកីឡាហ្មងណា Yes Oh my god Here the details ស្អាតទេចឹងខ្ញុំមាន3សម្រាប់ជាមួយនឹងប្រភេទពួកអានេះដូចជា400% right ប្រហែលជា400% size របស់វាអានេះខ្ញុំទៅតែឈ្នះជួយ lucky draw ហើយនេះតាមទូជារបស់ខ្ញុំ version 1ដែល 400% ចេញដំបូងហើយខ្ញុំ custom ជាលក្ខណៈគឺនេះគាត់ពាក់ក្បិនហើយពាក់ឈុតខ្មែរអញ្ចឹងណានេះដាក់ស្និតសក់អីយ៉ាងទៅព្រោះ Labubu គឺស្អីទេមិនផុសទេអានេះជាប្រភេទ custom ទេខ្ញុំទិញពីខាងគាត់ដូចគ្នា custom ពណ៌ secret Labubu version 3 here 400%ដូចគ្នាគាត់ថានេះវា fake គេ fake ទេប៉ុន្តែវាជាប្រភេទ custom ហើយ quality ស្អាតដូចសៀនអញ្ចឹងនេះគឺខ្ញុំយកពីខាងគាត់ទិញពីខាងគាត់ដូចគ្នាអញ្ចឹងអ្នកគ្នាចង់បានបន្លែប៉ាក់ស្អាតហើយតម្លៃសមរម្យបន្លែបាក់ខ្លះគាត់លក់ថោកជាងនៅលើ website official របស់ Pubmart ទៀតនេះអីនៅ website ដូចជាខ្ញុំ check 149.99 ហើយខាងគាត់លក់តែ139ទេអញ្ចឹងក៏គ្នាប្រហែលជា10រៀល11រៀលដែរអញ្ចឹង yes why not right អូខេអញ្ចឹងខ្ញុំនៅតែនិយាយដែរបើសិនជាអ្នកគ្នាចង់បានជាមួយនឹងបន្លែប៉ាក់ឬក៏ Pop Toys ដែល original ឬក៏អ្នកគ្នាអាច trust ទៅលើជាមួយនឹង quality ឬក៏ជាមួយនឹងscene បានអូខេអ្នកនេះអាចទៅ check out ជាមួយនឹងខាង trendy បានណាខាងគាត់បានមានពីរសាខានៅជាមួយនឹងចិត្តវិមានវឌ្ឍនៈមួយអូខេហើយនៅជាមួយទៀតគឺនៅសាខាបឹងកងអញ្ចឹងអាច check out ជាមួយខាងគាត់ជាមួយនឹងសាយឋានផ្ទាល់បានណាអរគុណ trendy bye bye